សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនទាក់ទងជាមួយនឹងរបៀបនៃការដាក់ inner glow នៅក្នុងកម្មវិធី Adobe InDesign អញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Adobe InDesign ក្រោយពេលដែលបងប្អូនមើលវីដេអូនេះចប់បងប្អូននឹងចេះដាក់ inner glow Inner glow គឺជាការដាក់ទៅលើស្រមោលពន្លឺនៅក្នុង object ឧទាហរណ៍ថាខ្ញុំមាន object 2ខ្ញុំមាន object នេះមួយហើយនឹងជា text ជាអក្សរនេះមួយអញ្ចឹងគឺវាមិនខុសគ្នាពី outer ទេ outer នេះគឺដាក់ខាងក្រៅរីឯ inner នេះគឺដាក់ខាងក្នុងជាយើងគ្រាន់តែធ្វើការយើងមាន object ហើយគឺយើងគ្រាន់តែធ្វើការ click select លើវាមកហើយធ្វើការ right click ហើយបងប្អូនយកពាក្យថា effect ហើយយកពាក្យថា inner glowជាយើង click លើវាមកអូខេអញ្ចឹងវាបើកទាំងមួយឲ្យយើងហើយបងប្អូនត្រូវប្រកាសថានៅកន្លែងនេះគឺ tick គឺ inner glow អូខេអញ្ចឹងនៅពេលណាដែលយើងធ្វើការប្រកាសថាវា tick ហើយបងប្អូនមើល option វានៅកន្លែងនេះអញ្ចឹងគឺវាស្តៀងពីមុនដែរកន្លែងនេះគឺតកតងជាមួយនឹងការលាយពណ៌អញ្ចឹងបងប្អូនអាចរើសយកមួយណាក៏បានអញ្ចឹងទៅយក screen យក multiply យក normal ឬក៏មានចំណុចជាច្រើនទៀតនៅខាងក្រោមនេះឥឡូវខ្ញុំយក normal ចុះអូខេបន្តមកទៀតតកតងជាមួយនឹងពណ៌ជួយយើង click កន្លែងនេះមកហើយរើសពណ៌ដែលបងប្អូនចង់ធ្វើការដាក់អញ្ចឹងបងប្អូនរើសប្រភេទពណ៌ category វាអាចយកមួយណាក៏បាន click សារ៉េទាញវាឬក៏យក swatch នេះគឺវាមានទាំងយើងសាច់ស្រេចដើម្បីធ្វើការ click ជ្រើសរើសតែម្ដងអូខេឥឡូវខ្ញុំយកពណ៌ black ពណ៌ខ្មៅហើយបន្តមកទៀតគឺចុច OKអូខេបន្តមកទៀតគឺឥឡូវខ្ញុំយក multiply ទៅដើម្បីងាយស្រួលមើលអូខេវាលាយពណ៌របស់ object ជាមួយនឹងស្រមោលជាមួយនឹង inner glow នឹង inner glow នឹងគឺយើងរើសពណ៌ខ្មៅហើយអានេះគឺជា opacity ភាពច្បាស់របស់វាជាយើងអាចសេរីវាហើយបងប្អូនកុំភ្លេច tick ទៅលើ preview ដើម្បីធ្វើការមើលអំពី preview របស់ object ដល់ពេលដែលយើងសេរី option នេះអូខេឥឡូវខ្ញុំយកនេះយក size អូខេអញ្ចឹងយើងច្បាស់ជាងមុនហើយ size ទំហំរបស់វាជួយខ្ញុំអាចធ្វើការប្រិចទៅលើទំហំធំតូចអីគឺយើងអាចធ្វើការប្រិចព្រមបានហើយបន្តមកទៀតគឺតកតងជាមួយនឹងអានេះគឺសោះរបស់វាយើងចង់ដាក់វាពីជ្រុងនៃ object នេះពីជ្រុងខាង object ហ្នឹងឬក៏យើងយកពី center ពីកណ្ដាលអូខេនេះពីកណ្ដាលឃើញយើងដាក់ពីកណ្ដាលទៅដោយសារយើងរើសយកអានេះគឺពណ៌ black អញ្ចឹងគឺវាខ្មៅហើយវាខ្មៅចេញពីកណ្ដាលទៅយើងអាចបន្ថយ opacity តិចទៅអូខេយើងអាចសេរីហើយបន្តមកទៀតគឺអានេះគឺ chalk យើងបានរៀនពីមេរៀនមួយហើយយើងសេរីទៅលើអានេះចំណុចច្បាស់នេះដោយសារយើងយក center អញ្ចឹងគឺនៅពេលណាយើងសេរីវាឥឡូវយើងសេរីនេះគឺវាចាប់វិជាមកវិញច្បាស់វិជាមកវិញប៉ុន្តែនៅពេលណាយើងដូរវាយកគេយក egg ឃើញនេះគឺវាសារ៉េឆក់គឺវាចាប់ផ្ដើមផ្ដោតសំខាន់ច្បាស់នៅចំកណ្ដាលនៃ object វិញ noise គឺតកតងជាមួយនឹងក្របនៃ glow នឹងយើងចង់ឲ្យវាចេញជាលក្ខណៈក្របរបៀបនេះឬក៏យើងអាចបន្ថយវារបៀបនេះអូខេបន្តមកទៀតគឺយើងចុច OK ដើម្បីធ្វើការ confirm បញ្ជាក់ថាយើងបានជ្រើសរើស option ប៉ុណ្ណឹងដើម្បីធ្វើការ apply ទៅលើ object របស់យើងហើយយើងចុច OK មកអញ្ចឹងគឺយើងមាន effect មួយដើម្បីធ្វើការដាក់ចូលទៅលើ object ហ្នឹងរីឯ text យើងគ្រាន់តែធ្វើការ right click សំទោសយើង click select ទៅវាមកហើយយើងធ្វើការ right click ហើយយើងយកពាក្យថា effect ហើយយើងរើសយកពាក្យថា inner glow អញ្ចឹងដូចគ្នាដែរតែអញ្ចឹងគឺវាបើកទាំងមួយឲ្យយើងដូចគ្នាដែរហើយបងប្អូនត្រូវប្រកាសថាសញ្ញា tick ទៅបាន tick នៅក្នុងបប inner glow ហើយយើងធ្វើការសេរីដូចលើកមុនអញ្ចឹងតើតនៅកន្លែងនេះបងប្អូនអាចរើសយកប្រភេទនៃការលាយពណ៌របស់ inner glow ជាមួយនឹងពណ៌របស់ object ដែលជា text ហ្នឹងអូខេឥឡូវខ្ញុំយកពណ៌ខ្ញុំយក multiply ហើយខ្ញុំដាក់ពណ៌វាពណ៌នេះទៅបងប្អូនរើសពណ៌អីក៏បានតាមចិត្តយើងគេដាក់ពណ៌ក្រហមហើយខ្ញុំចុច OK
បន្តមកទៀតគឺយើងជ្រើសទៅលើ technique នេះយក software ឬក៏ Poseidon ខ្ញុំរើស Poseidon ហើយនៅកន្លែងនេះគឺយើងយកពីយើងយក center ក៏បានឬក៏យក A ក៏បានហើយយក center អូខេបន្តមកទៀតគឺយើងសេរីទៅលើ size របស់វានេះ size លេងដាក់ size វាប៉ុណ្ណេះចុះហើយអានេះគឺ opacity យើងឲ្យសេរីទៅលើ opacity ហើយខ្ញុំមើលអីចេញពណ៌គេដាក់នេះសិនដើម្បីងាយស្រួលមើលអានេះខ្ញុំបន្ថយវាបន្តិចហើយសម្រាប់ size ខ្ញុំបរួមវាបន្តិចពេលណាយើងយក center អញ្ចឹងសម្រាប់1 មីលីម៉ែត្រគឺវាចេញពីជ្រុងឬចេញពីជាយនៃ text របស់យើងខ្ញុំតឡើងវាតិចទៀតវាធំអូខេហើយបន្តមកទៀតគឺតកតូនជាមួយនឹងឆក់នេះយើងចង់ឲ្យព្រាលខ្លាំងយើងឲ្យសេរីនៅលើឆក់ហើយអានេះគឺ noise ចង់បានglow ហ្នឹងវាជាលក្ខណៈក្របអីគឺយើងអាចសេរីវាបន្តមកទៀតគឺយើងចុចអូខេអញ្ចឹងខ្ញុំគិតថាมันពិបាកទេក្នុងការដាក់ inner glow វាដូចជាមួយនឹង outer glow ដែរប៉ុន្តែ outer glow គឺដាក់នៅខាងក្រៅរីឯ inner គឺដាក់នៅខាងក្នុងអញ្ចឹងសូមអរគុណសូមជម្រាបលា